តោះមកបងថ្ងៃហ្នឹងមកជួបគ្នាពីវិធីធ្វើម្ហូបថ្ងៃហ្នឹងមីស៊ុបជូរហិលបងបែបចិនហើយវិធីធ្វើងាយៗហើយនឹងឆ្ងាញ់ជាដំបូងយើងដាក់ខ្ទះឲ្យក្តៅបន្ទាប់មកយើងដាក់ខ្លាញ់ចូលហើយដាក់ខ្លាញ់ឲ្យរៀងក្តៅបន្តិចមកបន្ទាប់មកយើងដាក់ខ្ទឹមក្រហមខ្ទឹមសដែលយើងបានច្រាំរួចចូលហើយយើងក៏ចាប់ផ្ដើមរំលីងវាឲ្យរៀងឈ្ងុយបន្តិចយើងក៏ដាក់ដុំស៊ុបស៊ីឈាន់ចូលបន្ទាប់មកយើងឆាដុំស៊ុបស៊ីឈាន់ហ្នឹងឲ្យរលាយចូលជាមួយនឹងខ្ទឹមយើងឲ្យឈ្ងុយបែបនេះហ៎បងហើយបន្ទាប់មកយើងដាក់ជ្រក់ត្រពាំងជូរចូលជ្រក់ត្រពាំងជូរហ្នឹងយើងទិញទៅតាមទីផ្សារតែលាងសិនណាបងចាំយកដាក់ចូលហើយយើងឆាវាឲ្យចូលជាតិគ្នាបន្តិចហ៎បងឆាវាឲ្យរៀងសព្វតិចហើយយើងដាក់ប៊ីចេងបន្តិចស្ករម្សៅស៊ុបប្រេងខ្យងចូលថែមបន្តិចបានហើយបងហើយបន្ទាប់មកយើងនាំគ្នាឆាគ្រឿងនឹងឲ្យវាចូលជាតិគ្នាឲ្យបានល្អឆាចូលគ្នាមួយសន្ទុះយើងដាក់ទឹកចូលបងទឹកនេះខ្ញុំដាក់រៀងស្ទើបន្តិចបើសិនជាបងដាក់រៀងច្រើនជាងនឹងបន្តិចល្អព្រោះយើងដាក់គ្រឿងផ្សេងទៀតវាអាចនឹងនេះបងយើងដាក់ប្រហិតចូលតាមចំណង់ចំណូលចិត្តដាក់ប្រហិតចូលហើយបន្ទាប់ពីវាពុះយើងដាក់ទឹកស៊ីអ៊ីវចូលបន្តិចហើយនឹងយើងបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវជូរបងបើអត់មានទឹកស៊ីអ៊ីវជូរទេបងអាចប្រើជាក្រូចឆ្មាបានណាបងហើយបន្ទាប់មកយើងអាចទុកវាមួយរំពុះយើងអាចភ្លក់ថែមគ្រឿងតាមចំណូលចិត្តបានហើយដាក់ពពុះសណ្តែកបំពងចូលដាក់តាមចំណូលចិត្តរបស់បងជាមួយនឹងត្រកួនដាក់ត្រកួនចូលប្រើត្រកួនចិនកាន់តែឆ្ងាញ់បងហើយយើងកូរវាឲ្យចូលជាតិគ្នាមកយើងដាក់សណ្តែកដីដែលលីងបើបានទាំងសបកអត់តែឆ្ងាញ់គួរឯកយើងចុងក្រោយគឺតសៃបាញ់សុងនេះខ្ញុំទិញកន្លះគីឡូបងហើយខ្ញុំដាក់វាអត់ហ៊ានងាស់យូរទេខ្លាចវាផុយព្រោះបាញ់សុងយើងរៀងស្វិតតិចបានឆ្ងាញ់គ្រឿងវាចូលសព្វគ្រប់គ្នាអស់ហើយថែមលខ្ទឹមចូលបន្ទាប់មកទុកវាមួយរំពុះយើងភ្លក់មើលសាប្រៃអីមកល្មមយើងអាចដួសវាបានទេបងអញ្ចឹងមីស៊ុបជូរហិលបែបចិនរបស់យើងគឺរួចរាល់ហើយបងហើយបងអាចសាកធ្វើតាមវិធីរបស់ខ្ញុំទៅងាយរសជាតិដូចគេធ្វើលក់អញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ